ពុំសូវព្រួយបារម្ភចំពោះរឿងដែលមិនទាន់កើតឡើងពេកព្រោះបើព្រួយពេកទៅវាបានតែបំផ្លាញសេចក្តីសុខក្នុងបច្ចុប្បន្នអស់រលីងជួបរឿងណាប្រឹងដោះរឿងនឹងទៅប្រឹងឲ្យអស់ពីលទ្ធភាពហើយព្រមតាមសមត្ថភាពដែលយើងធ្វើបានទម្លាប់ហាត់ចិត្តកុំឲ្យខឹងកុំឲ្យចំណែនកុំឲ្យជាប់ជំពាក់ហួងហែងខ្លាំងពេកអីម្យ៉ាងទៀតកុំផ្ញើសេចក្តីសុខនៅលើរបស់ខាងក្រៅច្រើនពេករៀនផ្ដល់សេចក្តីស្រឡាញ់មានមេត្តាករុណារៀនរីករាយស្រស់ស្រាយរៀនទទួលស្គាល់ការពិតនៃជីវិតចិត្តអ្នកនឹងបានស្ងប់ច្រើន